ម្ដីទៅជាមួយស្រីផ្សេងនៅចំពោះមុខប្រពន្ធរបស់គាត់ថែមទាំងនិយាយទៀតផងស្ត្រីម្នាក់ទៀតដើម្បីសម្លាប់ប្រពន្ធរបស់ខ្លួនជាមួយច័ន្ទដែលអ្វីដែលពួកគេមិនបានដឹងថាប្រពន្ធរបស់គាត់បានយកនាងមកវិញហើយឮថាឃើញច័ន្ទដែលចិត្តដល់ដួលនាងទម្លាក់កាំបិតដោយចេតនាវាយនៅក្រោមតុដើម្បីកុំឲ្យពួកគេដោយដឹងថានាងអាចលឺនាងធ្វើពុតមិនដឹងថាមានអ្វីកើតឡើងដែលស្ត្រីម្នាក់ធ្វើពុតជាព្រួយបារម្ភប្តីបានបកស្រាយមិនពិតប៉ុន្តែពួកគេពីរនាក់មិនមានគម្រោងអនុញ្ញាតឲ្យនាងទៅទេប្តីយកស៊ុបមួយចានមកដាក់ជាមួយនឹងថ្នាំពុលធ្វើពុតជាសប្បុរសនឹងបាននិយាយថាវានឹងជួយដល់សុខភាពប្រពន្ធនាងដឹងថាស៊ុបមានគ្រោះថ្នាក់ដូច្នេះនាងបានអះអាងថានាងមិនមានការតឹងតែងនឹងចង់ឡើងទៅលើផ្ទះដេកតែស្ត្រីម្នាក់ទៀតឈប់នាងនិយាយថាស៊ុបអាចជួយបាននាងដេកមិនឃើញប្រពន្ធធ្វើពុតថាចានខ្តៅពេកកំពប់ស៊ុបទាំងពីរនាក់ខឹងប៉ុន្តែគ្មានជំរឿដូចប្រពន្ធនោះទេឡើងទៅជន់លើស្ត្រីម្នាក់ទៀតបានចាប់អាកាំបិតហើយស្ទុះទៅរកប្តីសមហេតុផលបន្តិចបានបញ្ឈប់នាងស្ត្រីម្នាក់ទៀតសង្ស័យថាប្រពន្ធអាចស្ដាប់ការសង្ស័យរបស់នាងបានវាយបំបែកភេទរបស់ឪពុកប្រពន្ធគឺប្រពន្ធខូចចិត្តប៉ុន្តែនាងមិនអាចបង្ហាញការពិតមានតែការលាក់បាំងប៉ុណ្ណោះទើបនាងអាចធ្វើបានស្វែងរកឱកាសដើម្បីរត់គេចខ្លួន